មានកិត្តិយសណាស់ដែលបានមកចូលរួមផ្ទាល់នៅខេត្តត្បូងឃ្មុំដែលជាលើកទី1របស់ខ្ញុំហើយក៏សូមថ្លែងអរគុណយ៉ាងជ្រាលជ្រៅដល់គណៈគ្រូពេទ្យប្រចាំខេត្តត្បូងឃ្មុំនេះអញ្ចឹងថ្ងៃនេះខ្ញុំមាន topic តាក់ទងនឹងករ៉ាំរ៉ៃដែលយើងជួបញឹកញាប់ក្នុងការអនុវត្តក្នុងការធ្វើការប្រចាំថ្ងៃអញ្ចឹងយើងនឹងស្វែងយល់ទាំងអស់គ្នាតើបញ្ហាករ៉ាំរ៉ៃនេះគេត្រូវធ្វើម៉េចទៅមានដំណោះស្រាយយ៉ាងម៉េចខ្ញុំលើក case នេះមួយដែលជា case ដែលខ្ញុំគិតថាយើងជួបញឹកញាប់ជាពិសេសនៅតាមថ្នាក់តំបន់ហ្នឹងឧទាហរណ៍ case នេះអ្នកជំងឺមានអាយុ65ឆ្នាំគាត់មកឬត្អូញឬក្អកហើយដល់យើងសួរប្រវត្តិគាត់ទៅគាត់ថាគាត់លេបថ្នាំល្បែងកាល10ឆ្នាំមុនគាត់បានលេបចប់សពគ្រប់ដល់យើងស្ដាប់សួរយើងញែកអត់ដាច់ថាឈឺអីទេហើយធ្វើតេស្តបូមឈាមមើលក៏អត់មាន marker inflammatory អីឡើងឡងឡើងស្រាប់ពេលឡើងអត់មើលអត់ល្អទាំងអស់ថតរ៉ាឌីយ៉ូមកឃើញរបៀបអញ្ចឹងហើយលោកគ្រូអ្នកគ្រូក៏បានមើលកំហាហើយមើលតេស្តល្បែងឡើងវិញដោយមើល gene expert ហើយក៏កត់ឃើញអីដែរអញ្ចឹងតើសំណួរសួរថាអ្នកគ្រូគិតថាល្បែងឡើងវិញអត់ហើយបើសិនជាមើលល្បែងហើយអត់ឃើញលោកគ្រូសម្រាប់ធ្វើយ៉ាងម៉េចព្យាបាលឡើងវិញព្យាបាលល្បែងម្ដងទៀតព្រោះគាត់ថាពីមុនគាត់កកអញ្ចឹងដែរគេរកឃើញល្បែងគេឲ្យថ្នាំល្បែងទៅជាអញ្ចឹងឥឡូវគាត់កកដូចលើកមុនអញ្ចឹងមិនបានលោកគ្រូអ្នកគ្រូមិនឲ្យថ្នាំទៀតអញ្ចឹងចំណុចសំខាន់នៅក្នុងការមើលរ៉ាឌីយ៉ូបើយើងមើលរ៉ាឌីយ៉ូយើងឃើញថា traché គាត់វាចហើយមាន scale ប៉ិតនៅខាងលើអញ្ចឹងបានន័យថាជា scale របស់ល្បែងអញ្ចឹងជា scale របស់ល្បែងយើងសួរថាប្រកាសថាអត់ល្បែងទេប៉ុន្តែថាធ្លាប់កើតល្បែងវាអាចមានភាគរយលាប់ឡើងវិញខ្ទង់តែជា 10% ដែរប៉ុន្តែបើសិនអ្នកគ្រូលោកគ្រូមើលកំហាហើយអត់ឃើញសូមកុំឲ្យថ្នាំល្បែងម្ដងទៀតតែព្យាបាល C. infection bacteria ឡើងវិញឬក៏រមូលហេតុផ្សេងនឹង case ទី1 case ទី2ស្តៀងគ្នាដែរប៉ុន្តែក្មេងជាងមុនគាត់ក្អករ៉ាំរ៉ៃហើយមាន slash ច្រើនស្ដាប់ទៅឮរ៉ាល់ពេញទៅសួតហើយតែឈាមអត់ច្បាស់ទៀតដល់ថតរ៉ាឌីយ៉ូមកអញ្ចឹងសួរថាអ្នកគ្រូទៅធ្វើម៉េចបើយើងមើលរ៉ាឌីយ៉ូករណីនេះយើងអត់ហ៊ានថាមកទេអត់ហ៊ានថារ៉ាឌីយ៉ូនឹងជា pneumonia ជាឬ infection អីមួយទេពេលហ្នឹងទាមទារអ្នកគ្រូត្រូវធ្វើ CT scan ពេលអ្នកគ្រូធ្វើ CT scan នឹងភ្ញាក់ផ្អើលថាចំរ៉ាឌីយ៉ូដបងទីសឹងថា normal រ៉ាឌីយ៉ូលោកបកសារ normal ប៉ុន្តែអ្នកគ្រូលោកគ្រូស្ដាប់ទៅឬសលេងដឹងថាអត់ល្អហើយដឹងថាមានរ៉ាដឹងមានអីនឹងក្នុងសួតដែរមិនបារ៉ាឌីយ៉ូថា normal ដល់ធ្វើ scan មិនដឹងថាបញ្ហាគឺធំខ្លាំង case នេះខ្ញុំទៅជួបថ្មីជា case អ្នកនៅត្បូងឃ្មុំនឹងតែម្ដងគាត់ព្យាបាលច្រើនកន្លែងហើយដល់រត់គាត់អត់ដឹងថាឈឺអីអញ្ចឹងពេលខ្លះទាមទារដល់ទៅធ្វើ CT scan បានអាចប្រាប់ជំងឺថាឈឺអីបានមែនតើបើអ្នកគ្រូមានបទពិសោធន៍គាត់លេបថ្នាំល្បែងភាសាហើយគាត់ក្អកអត់បាត់អ្នកគ្រូស្ដាប់ទៅឮរ៉ាល់ហើយមាន slash ច្រើនអ្នកគ្រូប្រកាសជាអាច diagnosis ថា dilatation des bronches ប៉ុន្តែគាត់ថាធ្វើម៉េចបានបង្ហាញគាត់ convince គាត់បានហើយគាត់ជឿជាក់ថាពិតជាមានរិទ្ធតងសួតមែនគឺ CT scan អាចជួនចលាយបាននឹងខ្ញុំគិតថា case ពីរហ្នឹងគឺជាដែលយើងជួបញឹកញាប់នៅតាមបណ្ដាខេត្តអញ្ចឹងយើងបកមកមេរៀនយើងវិញបកមកមេរៀនស្អីចឹងក្អករ៉ាំរ៉ៃដល់ឥឡូវនេះគេឲ្យយំន័យថាក្អករ៉ាំរ៉ៃគឺកំណត់ពេលវេលាលើសពី8សប្តាហ៍ពេលវេលាហ្នឹងវាអាចខុសគ្នារវាង adult ហើយនិង pediatry ប៉ុន្តែអ្វីដែលស្រួលចាំបើយើងនិយាយភាសាសាមញ្ញទូទៅគេចែក aiguë និង chronic aiguë លោកគ្រូចាំថា aiguë ជាថ្ងៃ chronic ខែហើយចន្លោះថ្ងៃនិងខែគឺសប្តាហ៍គឺ sub aiguë sub acute អញ្ចឹងឲ្យតែកាន់ខែឡើងលើអ្នកគ្រូអាចយកសិថាជា chronic បានណា chronic cough តែបើ
definition ចំគេតើគេកំណត់អញ្ចឹង ចឹង chronic cough ហ្នឹងគឺមានច្រើនអាច 10% 10% មានថា 10 នាក់អាចមានម្នាក់អាចក្អក kick អត់បាត់ប្រចាំជារឿយៗចឹងទៅហើយគេរកឃើញថាភាគច្រើននៅលើមនុស្សស្រីច្រើនជាងប្រុសដែលអាយុដែលច្រើនកើតក្អករ៉ាំរ៉ៃរកអីអត់ឃើញហ្នឹងច្រើនអាយុខ្ទង់ 50-60 ឆ្នាំ chronic cough ជាបញ្ហាវាមិនមែនតែដឹងតែក្អកមកសួតទេមិនមែនក្អកសួតក្អួតកាពះថាបោះវះអាយ៉ាដេមិនមែនសុទ្ធតែអញ្ចឹងទេក្អួតក្អកខ្លះក៏មិនមែនរឿងបញ្ហាសួតដែរវាអាចក្អកមូលហេតុផ្សេងបើសិនជាតាក់ទងសួតយើងមាន hurt មាន bronchiectasis មាន chronic bronchitis ឬក៏ COPD ប៉ុន្តែក៏មានបញ្ហាមិនមែនតាក់ទងនឹងសួតដែរដូចជាប្រើថ្នាំដែលលោកគ្រូសថាលើកឡើងវិញសិតតែ ACE ABE AOB អីហ្នឹងសិតតែថ្នាំដែលអាចបណ្ដាលឲ្យក្អកតាក់ទង ENT ជួនកាលក្អកបញ្ហារឿងច្រមុះពងកឬក៏ក្អកអាចឆ្លក់មាន foreign body ឬក៏ដោយសារកាពះពោះវៀនពេលខ្លះមាន hypersensitivity អ្នកខ្លះមាន reflex មួយឲ្យតែប៉ះក្លិនឈួលចេះក្អកប៉ះអីចេះតែក្អកមានអារម្មណ៍ស្អីនឹកស្ទើរនឹងកកហ្នឹងគេហៅខុស hypersensitivity ចឹងក្នុងការស្វែងរកមូលហេតុអ្នកគ្រូត្រូវប្រយ័ត្នរឿងថ្នាំ ACE inhibitor ដែលនៅយើងច្រើនលេបកាប់ទុព្រីលឬក៏ lisinopril ពួកព្រីលហ្នឹងគឺតែប្រើយូរអាចឲ្យក្អកអត់បាត់បើសិនជាគ្រូឃើញថ្នាំហ្នឹងត្រូវមាន reflex មួយថាអាចជាកូស iatrogene អាចមូលហេតុមកពីថ្នាំហើយចឹងបើសិនជាគេធ្វើជា data ភាគរយច្រើនដល់ 20% នៃអ្នកប្រើថ្នាំ ACE inhibitor គឺមុនក្រោយគាត់នឹងអាចប្រឈមមុខនឹងក្អកចឹងបើសិនជាជួបអ្នកជាក្អកទៅធ្វើម៉េចគេមាន step 4 ក្នុងការធ្វើ diagnosis ក្នុងការស្វែងរកមូលហេតុតើក្អកនឹងមកពីអីប៉ុន្តែយើងអត់ចោលmedical history ទេ medical history និង physical exam បើសិនជាលោកគ្រូបកកែក្នុងការធ្វើ history checking បកកែសាកសួរបកកែនឹងបកកែ physical exam គឺ diagnosis ភាគច្រើនគឺនៅត្រឹមដំណាក់កាលហ្នឹងហើយអត់ប្របាច់ចាំដល់ឈានវែងឆ្ងាយដល់តេស្តដូចជា CT scan ដូចជា lung function test អីអញ្ចឹង step 1ហ្នឹងសំខាន់ជាងគេបើថាយ៉ាងបើថាអ្នកគ្រូភ័យខ្លាំងណាស់ធ្វើ X-ray ក៏អាចជួយដែរអាចដោះតល់បានហើយបើសិនជាធ្វើប៉ុណ្ណឹងហើយនៅមិនបាក់នៅតែអត់ក៏គេនៅឲ្យយើងវិលនៅ step 2 ហ្នឹងទៅគិតតើអ្នកអាច hurt ទេតើអ្នកអាចមានGERD ទេគាត់ចិត្តតែធ្វើដែល reflux ហ្នឹងដែលអាចឲ្យក្អកអត់បាត់ហ្នឹងឬក៏បញ្ហា ENT មិនមែនតាក់ទងនឹងសួតចឹងដល់ step 3 បានជាឈានដល់ CT scan ហើយ step 4 អានោះតល់ខ្លាំងធ្វើអីក៏អត់ឃើញយើងមើលលម្អិតពី step 1យើងត្រូវសួរ medical history ចាំច្បាស់ជាងគេត្រូវសួរមុនគេគឺប្រើប្រាស់ថ្នាំដែលអាចឲ្យក្អកថ្នាំច្រើនឲ្យក្អកប៉ុន្តែគាត់ថាថ្នាំដែលញឹកញាប់ជាងគេគឺថ្នាំក្រុមថ្នាំលើសឈាមហ្នឹងហើយ ACE inhibitor ហ្នឹងហើយអញ្ចឹងយើងត្រូវសួរប្រវត្តិគាត់ធ្លាប់លេបថ្នាំល្បែងអត់មានប្រវត្តិអីកន្លងមកដែលអាចតាក់ទងនឹងអាចបញ្យល់ថាក្អកហ្នឹងហើយធ្វើអីសម្ាំង clinic ទៅគឺក៏exam ពីក្បាលដល់ចុងជើងទៅមានតម្រុយថាមានរោគសញ្ញាអីអត់អាចថតសួតឬក៏ដល់ឈានមាន spirometry ធ្វើដល់ spirometry ក្នុងការសួរនឹងដែរទៅសួរគាត់ប្រវត្តិគាត់ជួបបរិយប្រវត្តិការងារ occupational disease តែតាក់ទងនឹងការងារគាត់ប៉ះក្លិនឈួលប៉ះធូលីដីឬក៏គាត់ធ្វើផ្សារជាផ្សារដែកផ្សារអីចឹងទៅអាចប៉ះពាល់ដល់សួតចឹងបើសិនជាក្នុង step 1 ហ្នឹងដំបូងយើងត្រូវគិតតើក្អករ៉ាំរ៉ៃហ្នឹងអាចមាន
asthma អត់ hurt បើសិនជាអ្នកគូគិត hurt តែពេលណាគិតដល់ hurt គេឲ្យយំន័យថាជា heterogeneous disease ចង់ថាអាចរូបភាពផ្សេងមូលហេតុផ្សេងអាច hurt មិនមែនសុទ្ធតែទម្រង់តែមួយទេទម្រង់នៃការ hurt អាចមានច្រើនហើយលក្ខណៈពិសេសរបស់វាហ្នឹងគឺ symptom respiratoire ហ្នឹងរោគសញ្ញាផ្លូវដង្ហើមហ្នឹងវាប្រែប្រួល over time and intensity បានន័យថាព្រលឹមឡើងក៏តូចក្អកហត់ខ្លាំងស្រាប់តែថ្ងៃបាត់ល្ងាចឡើងធ្វើទុកទៀតណាពេលព្រឹកធ្វើទុកល្មមល្ងាចធ្វើទុកខ្លាំងឲ្យតែប្រែប្រួលម្ដងធ្វើទុកម្ដងបាត់ម្ដងសើចម្ដងខ្លាំងគូអាចគិតដល់hurt បាទអញ្ចឹងរោគសញ្ញា hurt គឺមាន wheezing គាត់អាចទៅថាគាត់ដកសលេងមកលាន់ងឺងអត់ដូចសលេងឆ្មាគាត់អាចហត់ឬក៏ថប់ណែនទ្រូងដើម្បីយើងធ្វើ test confirm ថាគាត់មាន asthma ឬអត់គេមាន test ពីរសំខាន់ទី1គឺ peak flow ជាឧបករណ៍មួយគ្រាន់តែផ្លុំទៅតើកម្លាំងដង្ហើមលោកគ្រូផ្លុំមកវឹបហ្នឹងតើខ្លាំងបានប៉ុណ្ណាហើយបើនឹងប្រែប្រួលគឺគេអាចគិតដល់រឿង hurt ហ្នឹងហើយបើសិនជាមានលទ្ធភាពដល់ spirometry អានឹងរត់តែច្បាស់ទៀតតែនេះខ្ញុំចង់បង្ហាញលោកគ្រូជាឧបករណ៍មួយសាមញ្ញស្រួលគឺមានក្រិតលេខអញ្ចឹងលោកគ្រូឲ្យអ្នកជំងឺផ្លុំដល់ដង្ហើមចូលជ្រៅផ្លុំមកវឹបអញ្ចឹងទៅតើកម្លាំងផ្លុំគាត់ហ្នឹងប្រមាណ100ក្នុងប្រមាណ100លីត្រក្នុងមួយសែកហ្នឹងអញ្ចឹងគឺមានតារាងអញ្ចឹងយើងផ្លុំមកចេញលេខឧទាហរណ៍អ្នកជំងឺផ្លុំបាន500លីត្រក្នុង1នាទីបើមកវឹបយើងមកផ្លុំមកប្រឹងអស់ហ្នឹងគឺតំណាងឲ្យជាចំនួនលីត្រខ្យល់លីត្រក្នុង1នាទីរបស់យើងដែលយើងផ្លុំហ្នឹងហើយតម្លៃហ្នឹងទៅតាមប្រុសស្រីតម្លៃផ្សេងគ្នាហើយវាមានអាស្រ័យទៅលើកម្ពស់យើងដែរយើងកម្ពស់1ម៉ែត្រប្រមាណអាយុប្រមាណតារាងហ្នឹងនឹងដាក់លេខឲ្យយើងប៉ុន្តែបើយើងអត់មានតារាងហ្នឹងបើតារាងស្រួលយើង download តាម Google បានប៉ុន្តែអត់មានយើងគាត់កត់លេខទៅគាត់ផ្លុំពេលព្រឹកបាន350ល្ងាចឡើងផ្លុំបាន500ស្អែកឡើងផ្លុំបានសល់200ដោយប្រែប្រួលអញ្ចឹងប្រែប្រួលខ្លាំងអញ្ចឹងគេគិតរឿងដល់របៀបតង់សួតហ្នឹងហើយអានេះជាតេស្តដែលច្បាស់ជាងហ្នឹងលើសហ្នឹងប៉ុន្តែអានេះតទៅទីពេទ្យធំបានអាចមានគេហៅ lung function test ឬ spirometry អានេះជារូបភាពឧបករណ៍ដែលខ្ញុំថតពីសវិសនៅកាល់ម៉ែតអញ្ចឹងក្អករ៉ាំរ៉ៃមួយទៀតជា chronic bronchitis ក្អករ៉ាំរ៉ៃដោយសាររលាកតង់សួតដែលយើងពិបាកក្នុងការថត X-ray ភាគច្រើនយើងមើលអត់ដឹងថារលាកតង់សួតអត់ទេគឺទៅតាមលើ clinical sign ឲ្យតែក្អករ៉ាំរ៉ៃយូប៉ុន្តែ definition វាច្បាស់លាស់គឺថាក្អក3ខែលើសពី3ខែក្នុង2ឆ្នាំជាប់គ្នាបានគេគិតថាជាchronic bronchitis just លើសពីហ្នឹងមាន COPD គឺរោគសញ្ញាគឺដូច chronic bronchitis ដែរគឺក្អកហត់ជាប្រចាំអញ្ចឹងមិនដែលវាលើសត្រង់ថាវាមាន syndrome obstructive មានការត្បៀតតង់សួតហ្នឹងគឺគេអាចធ្វើ spirometry មិញហ្នឹងដើម្បីបញ្ជាក់ diagnosis ថាជា COPD មែនអត់អញ្ចឹងបើអ្នកលោកគ្រូសុំតេស្តហៅ lung function test ឬ spirometry គេនឹងឲ្យចម្លើយថា FEV1 ក្នុងលើ FVC ហ្នឹងតូចជាង 0.7 ឬក៏តូចជាង 70% កាលណាតម្លៃហ្នឹងតូចជាង 70% បានន័យថាអ្នកហ្នឹងមាន obstructive syndrome ជាងសួតហ្នឹងមានបញ្ហាត្បៀតហើយតង់សួតត្បៀតដោយមានរោគសញ្ញារ៉ាំរ៉ៃយើងបូកពីរនឹងផ្សំគ្នាជាគេហៅថា COPD ចុះពេលណាដែលគិតដល់ជំងឺផ្សេងទៀតក្រៅពី asthma COPD គឺមាន reflux មាន GERD មានបញ្ហាកាពះក៏ឲ្យកោរ៉ាំរ៉ៃបាត់ដែរឬក៏បញ្ហាច្រមុះអញ្ចឹងក្នុងបើសិនជាអ្នកគិតរឿង asthma គេមានតេស្តមួយចំនួនគេអាច confirm ដែលស៊ីជម្រៅជាងហ្នឹងប៉ុន្តែ
ក៏កុំភ្លេចថាមានពេលខ្លះគេហៅ cough variant asthma cough variant asthma ហ្នឹងអ្នកជំងឺមកយើងចាំថា asthma អ្នកជំងឺតូចត្បៀតតងសួតឬសំឡេងងៀតងត់ប៉ុន្តែអ្នកជំងឺមួយចំនួនផ្សេងមួយក្រុមទៀតគឺមានរោគសញ្ញាតែក្អកមកមុខគត់ក្អកអត់បាត់ប៉ុន្តែជា asthma ដែរអាហ្នឹងដែលមានការស្មុគស្មាញអញ្ចឹងក្រុមពួកហ្នឹងតើតើអ្នកក៏ជូន steroid បឺតបានអាចធូរបានប៉ុន្តែថ្មីអ្នកក៏គិតថាហឺតហើយជូនថ្នាំ spray ហើយអ្នកជំងឺរបស់ក្រុមនោះបើចំនួនណានោះប្រើ spray បានតែបាញ់ spray គាត់ក៏ថែមគាត់ថាអត់ទេលោកគ្រូថាហឺតខ្ញុំអត់ថាអីប៉ុន្តែខ្ញុំប្រើ spray ណាបានទេតែប្រើកាន់តែក្អកអញ្ចឹងមានពេលខ្លះត្រូវការដោះដូរspray នឹងដែរដើម្បីព្យាបាលគាត់ចំណែកឯ cough and reflux បញ្ហាស្មុគស្មាញបញ្ហាស្រួលគឺយើងអាច diagnosis តាមគាត់តូចប្រាប់គាត់ថាចេះភើចេះឆ្អល់កាពះចេះអីអញ្ចឹងទៅអានេះស្រួលប៉ុន្តែពេលខ្លះអត់មានសាំងតូមនឹងទៀតតែដោយសារ reflux ដែរចេះតែជ្រាលជាតិអាស៊ីតមកកកអញ្ចឹងពេលហ្នឹងគឺលោកគ្រូអ្នកគ្រូខាង ENT គាត់អាចជួយយើងបានគាត់អាចធ្វើអិសម៉ាំងកកទៅគាត់ឃើញមានបញ្ហានៃរលាករ៉ាំរ៉ៃនៃឡារ៉ាំងគាត់ជួនកាលគាត់ជួយថាអ្នកជំងឺហ្នឹងគឺដោយសារ reflux ហើយអញ្ចឹងពេលមូលហេតុអញ្ចឹងតើឲ្យ EPP ឌុបដូរបានទប់បានបើ sinusite ជួនកាលតើយើងថតបានយើងអាចដឹងឬក៏ខាង ENT គាត់ជួយ diagnosis យើងហើយបើសិនជាដោយសារ ENT គឺត្រូវការព្យាបាលចំហនឹងទៀតត្រូវបាញ់ spray steroid ឬក៏ antihistaminic ថែមបានទប់បានឬជាពិសេសគឺត្រូវការ antibiotic បើ antibiotic ទប់អត់បានអាចទៅដល់ធ្វើការវះកាត់ចូល step ទី3ដែលមូលហេតុកម្រដែលមូលហេតុបបាក់វាមិនសូវសម្បូរដោយយើងឃើញដំបងទេតែបញ្ហាបបាក់មួយចំនួនគឺមាន diagnosis ដូចជា sleep apnea ខ្ញុំសង្ឃឹមថាលោកគ្រូអ្នកគ្រូយល់ធ្លាប់បានដឹងពីជំងឺហ្នឹងហើយគឺអ្នកជំងឺដេកសម្បុកបើយើងនិយាយស្រួលគឺដេកបានថាបញ្ហាសម្បុកអ្នកដែលមានបញ្ហាសម្បុករហូតដល់ចេញជាជំងឺបានថាគាត់មានចេះគាំងសម្បុកចេះគាំងដង្ហើមករណីអញ្ចឹងក៏អាចឲ្យក្អករ៉ាំរ៉ៃព្យាបាលអត់បាត់ដែរតោះតែយើងព្យាយាមទៅកែជំងឺសម្បុកគាត់បានអាចព្យាបាលក្អកនឹងបានអញ្ចឹងបញ្ហាកម្រផ្សេងទៀតយើងអាចធ្វើ CT scan បានអាចដឹងលើកលែងតែខ្ញុំដាក់ highlight bronchiectasis ជា dilatation of bronch នេះស្រុកគេថាកម្រតែស្រុកយើងជួបច្រើនយើងសម្បូរបញ្ជាក់ពីគេតិចដោយសារយើងសម្បូរល្បែងអញ្ចឹងសំណល់នៃល្បែងគឺចុះចិត្តឲ្យ bronchiectasis ហ្នឹងស្អីទៅជា bronchiectasis ឬ dilatation of bronch ហ្នឹងយើងមើល mechanism physiopathology វាគឺគេហៅ cold vicious cycle គឺមានជាមូលហេតុវាជា cycle ហ្នឹងcycle ហ្នឹងវិលជុំវិញអញ្ចឹងទី1កាលណាមាន inflammation រលាកយូរទៅវាខូចឲ្យខូចតាម bronch របស់អ្នកគ្រូនៅតាម bronch របស់លោកគ្រូអ្នកគ្រូមានSylvie Bratil ហ្នឹងគឺដូចរោមច្រមុះអញ្ចឹងវាចាំបក់ធូលីបក់ដីអីចេញមកក្រៅប៉ុន្តែនៅពេលដែលរលាកខូចរ៉ាំរ៉ៃរបស់ bronch ហ្នឹងវាធ្វើឲ្យខូចអា structure អស់ហ្នឹងខូចអា bronch ហ្នឹងទៅជារិចទៅនាំឲ្យអាផ្លិតបក់ដែលបក់ធូលីបក់ដីចេញហ្នឹងទៅឲ្យរួចខូចមុខងារហ្នឹងមិនថាខូចមុខងារហ្នឹងស្អិតទៀតស្អីមកទៅស្អិតនៅហ្នឹងបង្កជា slash ច្រើនទៅបង្កជាមេរោគច្រើនទៅបង្កទៅអាលាកច្រើនទៅជារិចតងសួតអញ្ចឹងវិលអត់ជាទេរលាកឲ្យរិចតងសួតឲ្យស្ទះ slash ឲ្យបង្កជាមេរោគឲ្យរលាកអញ្ចឹង
ចង់កាត់ផ្ដាច់តើអ្នកគ្រូយល់កង់វិលហ្នឹងគេហៅ cold vicious cycle បើចំនួនទៀតទាមទារតឆ្លោះតមសួតបានអាចធ្វើ diagnosis បានឆ្លោះតមសួតអាចធ្វើ diagnosis tracheo bronchomalacia បានអាចដឹងជាអាចធ្វើប្រឡែងម៉ងតារអាចមាន affection អីកម្រដែលយើងអត់ដែលជួបអត់មានជាពិសេស mycobacterium atypic ដែលសបោឬក៏កង់ខ្សែខ្លះអាច misdiagnose ដោយសារ CT scan អត់ឃើញអាចនៅក្នុង endobronchitis តើទៅធ្វើ bronchoscopy ឬក៏ étranger បែរថា foreign body ខ្ញុំទៅជួបថ្មីនឹងដែរអ្នកឆ្លក់ខប់ល្មុតគាត់ព្យាបាលទៅដល់ស្រុកក្រៅដល់អី10ឆ្នាំព្យាបាលអត់ជានៅតែក៏ចង់ខ້ອຍធ្វើ CT scan អត់ឃើញទៀត CT scan ឃើញតែ bronchiectasis ឃើញតែ dilatation de bronch ចប់ diagnosis នឹងធំហើយអាចបញ្យល់ក្អកបានហើយតែចៃដន្យអីខ្ញុំ review CT scan ខ្លួនឯងមើលឡើងវិញសង្ស័យខ្ញុំឆ្លោះតបសួរទៅឃើញមែនឃើញក្របល្មុតមែនដោយអ្នកជឿអត់ដឹងហើយបើសិនជាយើងអត់ឆ្លោះតបសួរទេយើងជឿត្រឹម scan ថារិចតបសួរចប់ហើយរិចតបសួរជាជំងឺមួយអត់ជាហើយត្រូវការព្យាបាលរ៉ាំរ៉ៃហើយអញ្ចឹងគាត់នឹងច្បាស់ជារស់នៅជាមួយអាកកហ្នឹងហើយអានេះរូបភាពខ្លះដែលយើងធ្វើ diagnosis តាម bronchoscopy ចំណុចទី4 step ទី4យើងធ្វើអស់ហើយយើងធ្វើដល់ scan ដល់អី X-ray ក៏ធ្វើ scan ក៏ធ្វើនៅតែអត់ឃើញអី ENT ក៏ជួបហើយ gastro ក៏ជួបហើយរកទៅនៅតែអត់ឃើញតល់ហើយពេលហ្នឹងតល់មិនទៅ diagnosis ចុងក្រោយគឺ cough hypersensitivity syndrome ជាជំងឺមួយរកអត់ឃើញគឺក្អកអញ្ចឹងអ្នកជំងឺនឹងមាន reflex មួយចាំតកអញ្ចឹងហ្មងអានេះតល់មែនតើចេញថ្មីហ្នឹងខ្ញុំយកមក2024គេចាត់ទុកថាកកជាជំងឺលោកគ្រូខ្ញុំកកអត់បានលោកគ្រូរត់ឃើញឈឺអីទៅលោកគ្រូឈឺកកហ្នឹងហើយមានឈឺអីទៀតហើយចឹងថ្មីហ្នឹងគេរកថា cough គឺជា chronic cough ជា disease ប៉ុន្តែមុនថាអញ្ចឹងតើយើងប្រឹងរកដែរយើងរកមូលហេតុអស់cough hypersensitivity syndrome វាមាន trigger វាអ្នកខ្លះគាត់ថាមានអារម្មណ៍ថាស្អីចាក់នឹងកកហ្នឹងឬក៏អាច chemical exposure មានប៉ះក្លិនអីអត់បានក្លិនទឹកអប់ក៏ក្អកក្លិនឈួលអីក៏ក្អកអញ្ចឹងអ្នកដែលមាន sensitivity ខ្លាំងអញ្ចឹងទាមទារឲ្យយើង counseling ដែរអញ្ចឹងcough ហើយពេលណាគេគិត cough hypersensitivity syndrome ហ្នឹងគឺអាចមានមូលហេតុច្រើនដំបូងឡើងមូលហេតុច្បាស់ហើយដំបូងឡើងមានមូលហេតុ rhinosinusitis ឬ rhinosinusitis តែដល់ព្យាបាលហ្នឹងហើយនៅខទៀតទៅជាចូល cough hypersensitivity syndrome ពេលខ្លះថាមកវិញ ACE inhibitor ឈប់ដំបូងយើងបាត់ដែរដល់យូរទៅក៏មកវិញដដែលដំបូងថាជក់បរិយឲ្យក៏ដល់ឈប់ជក់ហើយឃើញថាស័ក្តិសិទ្ធិមែនតែមកបានមួយខែពីរខែក្រោយដដែលទៀតហ្នឹងអញ្ចឹងអាហ្នឹងជា diagnosis តល់ច្រហើយអញ្ចឹងគេរកឃើញថាវាមាន mediator ច្រើនតាក់ទងនឹងខួរក្បាលយើងដែលយើងក្អកធៀបទៅដូចយើងបើកពូភ្លើងអញ្ចឹងត្រូវមាន receptor ដែលមានកុងតាក់អញ្ចឹងកុងតាក់ចុចអាហ្នឹងហើយបានបញ្ជូនព័ត៌មានមកអំពូលហ្នឹងបានភ្លឺអញ្ចឹងក្អកអញ្ចឹងដែរវាមាន receptor វាបញ្ជូនទៅក្បាលយើងនៅមានកុកតិចហើយបានបញ្ជាមក mid brain ហើយបានបញ្ចេញបញ្ជាឲ្យ diaphragm កត្រាក់ឲ្យសាច់ដុំកត្រាក់ចេញក្អកដែរអញ្ចឹងគេព្យាយាមរកថ្នាំណាដែលទប់តាម receptor ដែលភ្ញូចហ្នឹងតែទោះយ៉ាងណាក៏វាមិនស័ក្តិសិទ្ធិប្រមាណក្នុងហ្នឹងថ្នាំដែលគេអាចយកមកតេស្តបានគេមានអាចប្រើ morphine ប៉ុន្តែខ្ញុំមិនលើកទឹកចិត្តឲ្យប្រើទេឬក៏
បើសិន gabapentin អូខេជាថ្នាំ neuroleptic ជាពិសេសលោកគ្រូបានយល់ពីជំងឺ diabetes ដែលមាន neuropathy peripheral គេប្រើពួកនឹងដែរអញ្ចឹងពួកហ្នឹងក៏គេពួក gabapentin ក៏គេអាចប្រើទប់ក្អកបានដែរឬក៏ថ្នាំល្ងុយដេកពួក amitriptyline ក៏គេយកមកព្យាយាមប្រើព្យាបាលជំងឺដែលមាន cough hypersensitivity syndrome ដែរក្រៅពីថ្នាំអស់ហ្នឹងគឺគេមានបច្ចេកទេសមួយទៀតគេហៅ speech pathology treatment គឺត្រូវប្រើខាងគីណេលោកគ្រូខាងគីណេគាត់អាចបញ្យល់លើអប់រំគាត់ឲ្យរស់នៅជាមួយអាកករ៉ាំរ៉ៃហ្នឹងធ្វើម៉េចទប់កកហ្នឹងមានបច្ចេកទេសទប់កកហើយព្យាយាមលើកទឹកចិត្តcounseling ដើម្បីលើកទឹកចិត្តគាត់និយាយសាមញ្ញគឺរៀនរស់នៅជាមួយកករ៉ាំរ៉ៃអញ្ចឹងបើយើងនិយាយជាសរុបកករ៉ាំរ៉ៃវាទាមទារ multidisciplinary approach ដែរទាមទារមិនមែនតែភ្នើមលោកមួយដោះស្រាយបានទេពេលខ្លះត្រូវការចូលរួមពី radiolog ចូលរួមពីលោកគ្រូខាង ENT ទៅចូលរួមពួកខាងផ្ទះ gastro ដែរតើតើ4នាក់នៅគុំគ្នាបានអាចព្យាបាលស័ក្តិសិទ្ធិអានេះ step ទាំង4ដែលខ្ញុំសង្ខេបឡើងវិញទេអញ្ចឹងជា recommendation ចុងក្រោយជាព្យាយាមរកមូលហេតុក្អករ៉ាំរ៉ៃហ្នឹងព្យាយាមរកចេញថាជាហឺតទេតើជាតាក់ទងកាពះទេតើតាក់ទងច្បងពងកទេត្រូវព្យាយាមគិតអាណាដែលសាមញ្ញអាណាដែលជួបញឹកញាប់ជាងគេកុំតន់គិតដល់មូលហេតុដែលស្មុគស្មាញច្រើនតែទោះយ៉ាងណាក៏ត្រូវរួមគ្នាដើម្បីធ្វើ diagnosis នឹងឲ្យចេញអានេះជា memo technique របស់ខ្ញុំកករ៉ាំរ៉ៃគិតមានមូលហេតុអញ្ចឹង ABCD រហូតមកអញ្ចឹង A ជា asthma B bronchiectasis C ជា chronic bronchitis អាច cancer D ជា drug induced cough จะគិត ACE inhibitor E នឹង environmental ឬ occupational exposure តាក់ទងការងារគាត់ឬក៏ E នឹងតាក់ទង ENT problem មិនមែនតាក់ទងសួតទេឬក៏ F foreign body G តាក់ទងនឹង GERD H ជា hypersensitivity cough ហើយនឹង I អាចមាន infection TB នៅស្រុកយើងជួបញឹកញាប់ I interstitial lung disease អញ្ចឹង resume ខ្ញុំមានតែគិតចំណុចអស់ហ្នឹងហើយនេះជា logo ឈ្មោះខ្ញុំទេអានេះសក់បស្លាបពីសអូននឹងឡមិនមែនជារូបសួតទេសូមអរគុណបាទសូមអរគុណអាដាមសាន់ចាដែលបានមួយដែលគិតបានtrongថ្ងៃដែរអញ្ចឹងមានជាសំណួរអីអត់ទៅខ្ញុំជឿព័ត៌មានបាទវាជាសំណួរសូមគេស្គាល់មកតែពីសោះទីសម្រាប់គេជួយដល់ការគាត់ឆ្លើយនឹងតាមស៊ូមចេញនៅណាបាយបដាស៊ូមបដាតែឲ្យដល់សាច់ឆានេះគាត់អត់មកហៅទៅចាប់មានអីមានអូខេតែឆ្លើយតែលោកទៅឆ្លើយតើបាទជាអង្គសុខគ្រប់គណៈទាំងប្តីគ្រប់សូមគ្រប់លោកទូទៅអស់មានវត្តមាននៅអង្គជុំទីនេះទីរងរងខាងបាទជាលទ្ធដែលស្រីផងខេត្តព្រៃវែងបានចង់ទៅទៀតក៏ចង់ស៊ូទូទឹកក៏មកខាងទៅស៊ូទៅទូដល់រ៉ែប៉ុន្តែចង់ឲ្យទូទៅរឿងបាក់សាំងព្រោះចាក់បាក់សាំងតើការចាក់បាក់សាំងមានប្រយោជន៍អត់អាចការពារបានអត់យូរសិនទៅមកវ៉ាក់សាំង
PCV 20 ឬក៏ PPSV 20តើការចាក់វ៉ាក់សាំងសម្រាប់មនុស្សពេញវ័យតើយើងអាចការពារជំងឺរលាកសួតបានបានដែរទេជួបបាទសូមអរគុណ បាទសូមអរគុណសំណួរដ៏ល្អបងលោកគ្រូចម្លើយមានចម្លើយខ្លីនិងចម្លើយវែងចម្លើយខ្លីសាមញ្ញគឺថាវ៉ាក់សាំងគេ complete មកត្រូវតែមានសិទ្ធិភាពហើយអត់មិនអត់ប្រយោជន៍ទេចម្លើយវែងចាក់វ៉ាក់សាំងអីខ្លះវ៉ាក់សាំងលោកគ្រូចាក់វ៉ាក់សាំងប្រភេទណាការពារបានជំងឺនឹងមិនអាចការពារបានទាំងអស់ទេហើយសួរថាមេរោគរាកសួតមានតែមើលប្រមាណមុខហ្នឹងឬអត់ទេពេលរោគរាកសួតច្រើនដែលយើងជួបអញ្ចឹងតែគេ recommend ឲ្យចាក់មានទី1វ៉ាក់សាំងផ្ដាសាយ flu វ៉ាក់សាំង flu គេចាក់រាល់ឆ្នាំមួយឆ្នាំចាក់ម្ដងការពារបានតែមួយឆ្នាំទេវ៉ាក់សាំងអង់ទីភ្នូម៉ូកុកស៊ីកការពារមេរោគបានតែភ្នូម៉ូកុកទេអញ្ចឹងវ៉ាក់សាំងភ្នូម៉ូកុកគេចាក់5ឆ្នាំម្ដងហើយសួរថាពូអាចសួរថាចាក់គ្រប់គ្នាឬយ៉ាងម៉េចខ្ញុំសូមguideline ស្រុកគេចាក់គេឲ្យអត្តភាពនៅ high risk population high risk គេគិតថាអ្នកជំងឺដែលមាន pathology មានអាំសំកាត់យ៉ាអាំសំ renal ឬក៏មនុស្សក្រុមអាយុពីលើពី65លើ65ឆ្នាំទៅគេ recommend ឲ្យចាក់វ៉ាក់សាំងផ្ដាសាយរាល់ឆ្នាំវ៉ាក់សាំងរលាកសួតយើងហៅថាវ៉ាក់សាំងរលាកសួតការពិតវាការពារបានតែមេរោគភ្នូម៉ូកុកហ្នឹងទេគេចាប់អារម្មណ៍មេរោគហ្នឹងដោយសារមេរោគហ្នឹងវាអត្រាស្លាប់ខ្ពស់អញ្ចឹងក៏គេធ្វើវ៉ាក់សាំងហ្នឹងមកហើយគេឲ្យចាក់លើ65ឆ្នាំអាហ្នឹងតាក់ទងទៅលើខ្ញុំគិតថាតាក់ទងនឹង insurance ដែរ insurance គេសងគេអាចចាក់ទាំងអស់គ្នាបានទេអញ្ចឹងសំណួរអ្នកលោកគ្រូបើសិនសួរថាចុះយើងអត់យល់តើយល់គឺចាក់អត់គួរចាក់មិនចាក់ជូនលោកគ្រូអ្នកពិចារណាតើគាត់មាន high risk អត់គាត់មាន symptom ធ្ងន់ធ្ងរអត់បើប្រាសាយលោកគ្រូគាត់ផឹកតែក្តៅជាតើលោកគ្រូមានគិតថាចង់ចាក់អត់អញ្ចឹងវាមកដល់បច្ចុប្បន្ននេះគេហៅpersonalized medicine លោកគ្រូអ្នកគ្រូពិចារណាតាមអ្នកជំងឺរៀងខ្លួនអ្នកជំងឺលោកគ្រូគួរតែចាក់មានប្រយោជន៍ចំពោះគាត់ចាក់បើសិនជាអត់សូវមានប្រយោជន៍ទេលោកគ្រូមានសិទ្ធិថាមិន recommend ឲ្យចាក់ទេប៉ុន្តែបើក្បួនគឺគេកំណត់លើ65ឆ្នាំឡើងសូមអរគុណប៉ុន្តែមិនដាច់ណាត់អញ្ចឹងទេគឺត្រូវតាមអ្នកជំងឺម្នាក់មានទីសំណួរនេះខ្ញុំចង់សួរដល់ឯកឧស្សាហ៍ដែលต้องជាមួយនឹងmarker cifra 21 watt អានេះយើងមើលទៅបើសិនជាឃើញឡើងតែយើងចាំបាច់ធ្វើproboscopy ទៀតដើម្បីធ្វើមិនខ្ញុំមើលក៏ចាំបាច់ដែរពីច្រើនឡើងទៅក៏ភ័យជាមួយឈាមអានឹងក៏បាទសូមអរគុណសំណួរដ៏ល្អមកដល់ម៉ោងនេះអត់មាន tumor marker ណា recommend ថាឲ្យធ្វើ test ដើម្បីស្រាវជ្រាវក្នុងការ diagnosis ទេអញ្ចឹងគេអត់ឲ្យធ្វើ test tumor marker សម្រាប់ diagnosis ទេប៉ុន្តែវាមានប្រយោជន៍នៅពេលដែលយើង CV therapeutic អានេះថាយើងមាន tumor marker ហ្នឹងសម្រាប់ដាក់ chemo ទៅថយអានឹងថយមកតែសង្ឃឹមថារិប៉ុងល្អប៉ុន្តែបើសិនជាយើងនៅសុកយើងមើលឡើងទោះបីវាអត់ឆុតក៏នៅដេកភ័យដែរ tumor marker វាអត់ឆុតទេយើងនិយាយស្រួលយល់ថាអត់ឆុតទេវាអត់វាឡើងអត់មានយោជិកាទេប៉ុន្តែបើសិនជាអត់ឡើងអានឹងយើងដេកលក់ស្រួលប៉ុន្តែបើឡើងគេត្រូវតែរកហើយត្រូវតែរកតែពិចារណារឿង risk factor ដែរតើយើងមាន risk factor តាក់ទងនឹងអត់cifra 21 cifra 21ហ្នឹងគឺគិតរឿង risk cancer lung cancer ហ្នឹងតែ lung cancer យើងអាចធ្វើតាម CT scan យើង diagnosis អាចថាបាន 90% ដែរហើយតែបើសិននៅតែបារម្ភទៀតបើមាន risk factor ទៀតមានតែធ្វើ bronchoscopy មួយទៀតដើម្បីមើលពីក្នុងម្ដងអញ្ចឹងចម្លើយយើងត្រូវពិចារណាដែរពី
សិតតែអត់មានសិតតែមានក្បួន បាទអរគុណចា៎ហើយអង្គស្គមយើងអាចធ្វើនៅទីពេទ្យបាន បាទទីពេទ្យធំៗនៅភ្នំពេញអាចធ្វើបានទាំងអស់ បាទឥឡូវហ្នឹងខ្ញុំបានពិភាក្សាតែមួយចង់ទៅលើក្រោយចង់ឲ្យអត់ចាចាដែលជួយមកពីតាមទីពេទ្យតាមជាតិបង្ហាញមកពីសក្តានុពលតាមទីពេទ្យកំភ្លេចតិចខ្ញុំជឿថាបងប្អូនទាំងអស់ពេលខ្លះអត់ដឹងថានឹងទីពេទ្យការលំហែយើងដល់ណាធ្វើអីបានខ្លះច្រើនដល់ណាអញ្ចឹងឬក៏ទីពេទ្យទៅតាមដូចជាទីពេទ្យបាយសុភាឬទីពេទ្យអញ្ចឹងខ្ញុំគិតថាជំនួយលើកក្រោយខ្ញុំអញ្ជើញហើយដល់សាស្ត្រាចារ្យលោកគ្រូដែលមកពីទីពេទ្យណាសូមឲ្យគាត់ជួយរំលឹកពីអ្វីដែលយើងមានអញ្ចឹងងាយស្រួលរបស់លោកស្រីនៅតាមបណ្ដាខេត្តផ្សេងៗខេត្តពុំនោះយើងអាចគិតថានៅប្រទេសកម្ពុជាយើងធ្វើដល់ណាហើយយើងងាយស្រួលក្នុងបញ្ជូនជំងឺបាទកុំឲ្យយើងអត់ដឹងពេលខ្លះយើងបញ្ជូនទៅខាងការទាំងឡេចបាទអញ្ចឹងនេះជាខ្ញុំទេចាំមើលក្រោយខ្ញុំសារស្រុំប្រតិចថាយើងបានដល់ណាព្រោះនៅតាមទីពេទ្យកាជីមួយយើងឃើញថាមានការអភិវឌ្ឍអាប់ដេតសម្ភារៈខ្ញុំចេះព្យាបាទចំពោះគុណបាទយើងមានជាសំណួរអីទៀតមានលើកដៃបាទសួរបានពី3សំណួរទៀតទៅមានច្រើន សួរឆ្លើយ បាទបើគ្រាយើងអត់មានសំណួរទេខ្ញុំសូមឆ្លើយតាមសំណួរតាម Zoom គាត់សួររឿងក្មេងមូលហេតុក្មេងអាយុ5ឆ្នាំខ្ញុំសូមអត់ឆ្លើយដោយសារខ្ញុំជាអត់ជំនាញខាង admin សួរថាអង្គសំណួរមួយសួរថាតើអង់ទីស្តាមិកប្រើនៅ chronic cough បានទេបាទបានបើសិនជាមូលហេតុដោយសារ allergy សំណួរលោកគ្រូខ្ញុំសុផលគាត់ថាតើក្អកកើតដល់ allergy gastro resistant ទេសម្រាប់ខ្ញុំបាត់យល់ gastro resistant ដែរកើតដល់ allergy ពិតជាកើតហើយក៏តែលោកគ្រូអាចវិតម្លៃដោយម្ដេចទើបដឹងថា COPD និង atelectasis COPD និង atelectasis ភាពខុសគ្នាគឺខុសគ្នានៅពេលដែលយើងធ្វើ lung function test ដែលហៅ spirometry តោះតែយើងធ្វើ lung function test បានដឹងថាអ្នកជំងឺនឹងត្បៀតតសួតអត់អាហ្នឹងចម្លើយផ្លូវការចម្លើយដែលញែកគឺញែកហ្នឹងប៉ុន្តែបើសិនជាអ្នកគ្រូអត់មានគឺពឹងទៅលើការស្ដាប់សួតហ្នឹងហើយទៅតាមរោគសញ្ញាគឺក្អករ៉ាំរ៉ៃដូចគ្នាCOPD ភាគច្រើនហត់ជា type expirator ស្ដាប់ទៅមាន wheezing ស្មើបើ atelectasis វាផ្អៀងទៅមកជាហៀងខាងណាអាចខាងឆ្វេងឬក៏ស្ដាំទៅតាមលោកដែលកប៉ិតហ្នឹងប៉ុន្តែក៏មាន atelectasis ឲ្យទៅ COPD ដែរអញ្ចឹងដល់ពេលហ្នឹងប្រភេទអញ្ចឹងយើងញែកអត់គ្នាដាច់ទេបើអត់ធ្វើ lung function test ក៏សួរមួយទៀត asthma និង COPD ខុសគ្នាមិនខុសគ្នាច្រើនក៏ប៉ុន្តែសំណួរវាគ្មិនក្រោយ asthma COPD ខុសគ្នាទាំងសរសេរឡើង asthma ក៏និង COPD ខុសគ្នាasthma កើតច្រើនលើកូនក្មេង COPD កើតលើមនុស្សចាស់អានេះខ្ញុំរៀបរាប់ខុសគ្នាហើយ factor risk ក៏ខុសគ្នាដែរ asthma គឺដោយសារ allergy COPD គឺផ្សែងអាចផ្សែងបារីដែលគិតសំខាន់ជាងគេមែនតើខុសពីបារីមានច្រើនទៀត pollution ហ្នឹងគឺសិតតែអាចឲ្យ COPD ហើយបើយើងថតរ៉ាឌីយ៉ូក៏ខុសគ្នាដែររ៉ាឌីយ៉ូ asthma ភាគច្រើន normal COPD តែងតែមាន
តែតែឲ្យយើងឃើញដឹងថាសួតនឹងអត់ស្រួលសួតនឹងមានបញ្ហាគឺហៅ lung distension គឺថតមកសួតរិចធំជាងធម្មតាហើយការអានឹងខុសគ្នាស្ដាប់សួតក៏ខុសគ្នាដែរអាស្មាបើពេលធ្វើទុកស្ដាប់ឮ wheezing តែអត់ធ្វើទុកមកអង្គុយស្ដាប់ដូចយើងទាំងអស់គ្នាអញ្ចឹងគឺអត់ដឹងថាគាត់អាស្មាទេគឺសួតគាត់ឆ្លាស់ចែកអញ្ចឹងសាំងតុងគឺប្រែប្រួលទាំង intensity ទាំង time variety in time and in intensity ហើយCOPD អត់ទេ COPD គឺគាត់ទៅហត់ហើយអត់មានពេលថាអត់ហត់ទេហត់ជាប់គាត់ហត់តិចហត់ច្រើនគឺគាត់មានobstructive lung disease នឹងជាប់ជាប្រចាំមាន syndrome obstructive ជាប់ជាប្រចាំបើសិនជាយើងធ្វើ test lung function test គឺយើងអាចដឹងថាអាស្មាគឺប្រែប្រួលវាអាចភាគច្រើនអាច normal ប៉ុន្តែបើសិន COPD ផ្លុំទៅដល់ត្បៀតទៅសួរដឹងចេញចន្លោយត្បៀតមកអញ្ចឹងខុសគ្នាអញ្ចឹងហើយការព្យាបាលក៏ខុសគ្នាដែរខុសគ្នាអាស្មាគេផ្ដោតទៅលើ ICS cortico inhale corticosteroid តែ COPD គេផ្ដោតទៅលើ bronchodilator គឺមានពួក LABA LAMA អញ្ចឹងទៅប៉ុន្តែដល់វិវត្តចុងក្រោយការព្យាបាលជួបគ្នាគឺដាក់ច្រឡំគ្នាបាទន័យថា combine ចូលគ្នាទាំង ICS ទាំង LABA សំណួរក៏សួរថាការចាក់វ៉ាក់សាំង pneumonia ចាក់ប្រមាណដងក្នុងមួយជីវិតខ្ញុំឆ្លើយមុនហ្នឹងហើយបើសិនយើងចាក់ pneumococc គឺ5ដងក្នុង5ឆ្នាំម្ដងគាត់សួរថាពីមុនមាន pneumo វាំងត្រឥឡូវអត់មានឥឡូវមានយើងអាចទៅរកនៅ Pasteur បានដូចជាអស់សំណួរដែរបាទចាំមានអីទៀតមានសំណួរអីទៀតអត់អត់ហ្នឹងបាទអញ្ចឹង